សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះដែរគឺថាខាងខេត្តដែលខ្ញុំរស់នៅហ្នឹងគឺគេមានពិធីបុណ្យណាបងប្អូនហើយប្រជាជនជប៉ុនក៏ចូលរួមច្រើនមែនតើហើយមានអីប្លែកច្រើនឲ្យយើងមើលអញ្ចឹងណាបងប្អូនហើយបុណ្យនេះគឺបុណ្យ3ថ្ងៃបងប្អូនហើយនិយាយពីថាជនជាតិជប៉ុនឲ្យតែថ្ងៃសម្រាប់អញ្ចេះមិនដឹងមកពីណាមកពីណីទេច្រើនកោះកោណាដើរសឹងជួនជើងគ្នាហើយមានជនជាតិសាសផ្សេងអីហ្នឹងក៏គាត់មកចូលរួមក្នុងកម្មវិធីបុណ្យហ្នឹងដែរតាមដើរលេងហើយបាននិយាយពីរបស់ញ៉ាំវិញបងប្អូនហើយដើរបដើលេបទឹកមាត់បដើមិនបាច់និយាយសើតែរបស់ញ៉ាំតែចៃដល់នេះហ្នឹងវាគ្មានលុយបានត្រឹមតែដើរមើលគេនិយាយពីថាសាច់នេះវិញឡើងតំណងបងប្អូនណាខ្ញុំធ្លាប់តែឃើញអាដេញណែនៅក្នុង Facebook ក៏ឃើញគេផុសឥឡូវបានជួបផ្ទាល់ហើយសាច់ហ្នឹងមានអីតំណងរបស់គេតើហើយតាដើរហ្នឹងក៏បានមកដល់កន្លែងគេនីតិនៅរឿងគេរំរែកអីអញ្ចឹងបងប្អូនបងប្អូននិយាយពីថាសម្បូរអាដេញណែគុំមន្ត្រីគឺថាច្រើនមែនតើគ្រប់កន្លែងតែម្ដងកន្លែងណាក៏មានដូចកន្លែងនេះដែរអញ្ចឹងកន្លែងនេះគឺគេលេងភ្លេងសុទ្ធបងប្អូនគេលេងឲ្យស្ដាប់អ្នកណាចង់រាំក៏រាំទៅឲ្យខ្ញុំមិនដែរគឺទុកវាមិនជាប់វាតំណងដែរភ្លេងនឹងហើយប្លុកនេះដែរគឺមានតែប៉ុណ្ណឹងសូមអរគុណសូមជម្រាបលា